សួស្តីអ្នកនរគ្នាខ្ញុំបាទមងរដ្ឋាភិសិទ្ធមកពីក្រុម AC3 ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបដំឡើង Windows 11នៅលើម៉ាស៊ីន VMware ហើយដើម្បី install Windows 11នៅលើម៉ាស៊ីនចេញផ្ទាំងបែបនេះហើយកន្លែងនេះជាកន្លែងដែលយើងអាចបដូរនៅតម្លៃនឹងទំហំរបស់ RAM ឬក៏ CPU របស់យើងបានRAM ឬ memory ហ្នឹងខ្ញុំដាក់ 4GB ហើយ CPU ខ្ញុំដាក់ 4 ដែរហើយមកយើងចូលមកពាក្យ CD DVD SATA នេះដើម្បីធ្វើការដាក់នៅIFO image file យើងហ្នឹងចុច tick កន្លែងនេះមកយើងដាក់ file Windows ISO ហ្នឹងមកហើយយើងចុចពាក្យ OK ហើយយើងបើកវាមកហើយយើងចុះមកយកធំនេះSATA CD ROM នេះយកអាធំកន្លែងហ្នឹងអាកន្លែងដែលយើងបានដាក់image file យើងចូលមិញហ្នឹងយើងចុច enter លើ CD ROM ហ្នឹង2 ដងមកហើយកន្លែងនេះយើងធ្វើការរងចាំវាបន្តិចអូខេហ្នឹងហើយវាចេញមកហើយអញ្ចឹងហ្នឹងហើយបើសិនជា Windows 11របស់យើងអត់អាច install លើម៉ាស៊ីន VMware ហ្នឹងកើតទេយើងធ្វើការ config វាយើងចូលទៅកាន់command prompt យើងចុច shift F10 ហើយវាយពាក្យ gedit enter ហើយយើងចូលមកពាក្យ H key local machine system ហើយមកស្ដាំនៅលើពាក្យ setup ចុច new key យើងដាក់ឈ្មោះវាមកហើយមកស្ដាំនៅលើនោះមួយទៀត new ហើយយកdevert 32 bit យើងដាក់វាដែរមក
ហើយយើង modify វាអូខេហ្នឹងហើយចឹងមកយើង config វាបែបហ្នឹងមកចឹងយើងអាច install នៅ Windows 11នៅលើនឹងបានហើយតែសម្រាប់ម៉ាស៊ីនរបស់ខ្ញុំអាច install Windows 11បានដោយមិនចាំបាច់ config ចឹងអត់អីហើយកន្លែងនេះកន្លែងដែលយើងជ្រើសរើសភាសានៅលើ Windows របស់យើងហើយយើងមិនកែអីទេចុចពាក្យ next ហើយ install ហើយយើងធ្វើការចេញហើយចឹងកន្លែងនេះយើងអត់មានproduct key ទេ I don't have ហើយយើងយកWindows 11 Pro ព្រោះភាគច្រើនគេប្រើ Windows Pro វា next មួយហើយ next ចំពោះម៉ាស៊ីនរបស់យើងគឺយើងតម្លើងមកថ្មីយើងមិន update Windows ទេអញ្ចឹងយើងចុចពាក្យ custom នេះសិនមកអានេះគឺជាtry ដែលយើងបានកណ្ដាលមុនហ្នឹងមកតេស្មើនឹង 1000G អញ្ចឹងដើម្បីងាយស្រួលមើលយើងចែកវា 200G ឲ្យហើយមកដើម្បីយកមកដាក់នៅ system Windows អញ្ចឹងដើម្បីចែក 200G យើងគុណវាមកយក200គុណនឹង1024ស្មើប៉ុណ្នេះហើយ apply វាមកនេះបានហើយយើងចុចពាក្យ next ណានៅកន្លែងនេះយើងធ្វើការរងចាំវាបន្តិចដើម្បីឲ្យវា install អូខេអញ្ចឹងហើយហី
nói bói rồi đời sao tập viên toàn rồi full screen đời sao dương toàn ở setup driver viên này không viên vé đôi dương setup driver bị hỏi viên đừng load ở full screen chẳng là mấy setup ở cái lại